ព្រឹត្តិការណ៍បុណ្យឆ្នេរកោះប៉ែននឹងធ្វើឡើងនៅក្នុងខេត្តកំពង់ចាមរយៈពេល7ថ្ងៃនៅក្នុងខែមីនាឆ្នាំ2025ឆ្នេរខ្សាច់កោះប៉ែនជាទីកំសាន្តដ៏ពេញនិយមរបស់ខេត្តកំពង់ចាមមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តដើម្បីលើកកម្ពស់វិស័យទេសចរក្នុងខេត្តឲ្យកាន់តែរីកចម្រើនអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទាបានឲ្យរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនបង្កើតកម្មវិធីកម្សាន្តសប្បាយដែលដាក់ឈ្មោះថាបុណ្យឆ្នេរកោះប៉ែនកម្មវិធីនេះគឺជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមាននៅលើឆ្នេរខ្សាច់កោះប៉ែនមួយនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី7ខែមីនាឆ្នាំ2025លោកស្រីសុភ័ក្រអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមានប្រសាសន៍ថាការបង្កើតឲ្យមានកម្មវិធីបុណ្យនេះឡើងគឺចង់បង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងដើម្បីអបអរសាទរខួបនៃការបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនហេតុផលទី1ទីតាំងទីនោះមានស្ថានភាពទូលាយល្អអំណោយផលដល់ការរៀបចំកម្មវិធីបុណ្យទី2ដើម្បីរំលឹកខួបទី15ឆ្នាំនៃការរៀបចំរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនដែលយើងបានរៀបចំតាំងពីឆ្នាំ2011ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចឧត្តមទេពញាណហ៊ុនណេងដែលកាលនោះលោកនៅជាអភិបាលខេត្តកំពង់ចាមទី3គឺដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយជូនដល់ប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឲ្យមកលេងខេត្តកំពង់ចាមបាទហើយយើងនៅថ្ងៃនោះមានការរៀបចំព្រឹត្តិការណ៍ច្រើនណាស់ដូចជាការប្រគំតន្ត្រីរាំលេងកម្សាន្តបដាល់គុនខ្មែរប្រកួតបាល់ទះលើឆ្នេរខ្សាច់តាំងពីពណ៌ចំណីអាហារទំនិញហើយផ្ដល់ការកម្សាន្តនានាហើយនឹងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរហើយហេតុផលទី4នោះគឺដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពិតណាស់ថានៅពេលដែលភ្ញៀវទេសចរគាត់មកលេងច្រើនអញ្ចឹងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលគាត់ប្រកបមុខរបរផ្សេងនោះក៏អាចទទួលផលតាមនឹងដែរតាមរយៈផ្ទះសំណាក់ស្ថាគារក៏មានមនុស្សស្នាក់នៅហើយសេវារថយន្តតាក់ស៊ីម៉ូតូឌុបម៉ូតូកង់3ឬក៏ការលក់ទំនិញចំណីអាហារអីផ្សេងក៏លក់ដាច់តាមនឹងដែរ